លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីផ្ដាំឲ្យយកការឈឺចាប់ពីការឈ្លានពានធ្វើជាមេរៀនកសាងប្រទេសជាតិឲ្យរីកចម្រើនរយលានអត្តន័យពីសាររបស់ស្ត្រីទី1កម្ពុជាបានអំពាវនាវឲ្យកូនខ្មែរគ្រប់រូបយកការឈឺចាប់លើកនេះដែលទទួលការឈ្លានពានរបស់ប្រទេសជិតខាងមកធ្វើជាមេរៀនពង្រឹងសមត្ថភាពជំនាញពូនជ្រុំគ្នាហើយសាមគ្គីកសាងប្រទេសជាតិឲ្យបានរីកចម្រើនលូតលាស់តទៅមុខនៅលើបណ្ដាញសង្គម Facebook កាលពីយប់ថ្ងៃទី21ខែធ្នូលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានប្រកាសសូមឲ្យកូនខ្មែរយុវជនយើងទាំងអស់គ្នាយកការឈឺចាប់លើកនេះប្រែក្លាយទៅជាការខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពរបស់យើងម្នាក់ៗរៀនសូត្រឲ្យមានជំនាញរៀងៗខ្លួនពីព្រោះនៅពេលដែលធនធានមនុស្សយើងខ្លាំងប្រជាពលរដ្ឋយើងសាមគ្គីគ្នាយើងនឹងកសាងប្រទេសយើងឲ្យលូតលាស់បានតទៅមុខទៀត